សួស្តីទាំងអស់គ្នាថ្ងៃនេះយើងបន្តកម្មវិធីរបស់យើងពាក់ព័ន្ធនឹងការស្វែងយល់អំពីប្រទេសអាស៊ានពាក់ព័ន្ធជាមួយនឹងប្រព័ន្ធច្បាប់នយោបាយធម្មនុញ្ញជាដើមបាទហើយថ្ងៃនេះយើងបន្តភាគ2គឺអំពីប្រទេសថៃបាទអញ្ចឹងយើងមើលអំពីទង់ជាតិរបស់ថៃបាទយើងឃើញហើយពេលមានបាតុកម្មមានវិបត្តិនយោបាយអញ្ចឹងមានការតវ៉ាតាមផ្លូវតាមអីហ្នឹងគឺយើងឃើញប្រជាជនថៃហ្នឹងតែងតែស្លៀកពាក់ពណ៌បាទភាគច្រើនគឺពណ៌ក្រហមពណ៌លឿងអីចឹងណាបាទអញ្ចឹងយើងមើលថាពណ៌ក្រហមទង់ជាតិថៃហ្នឹងគឺតំណាងឲ្យជាតិបាទគឺរួមមានទឹកដីនិងប្រជាជនពណ៌សគឺតំណាងឲ្យសាសនាជាពិសេសព្រះពុទ្ធសាសនាហើយពណ៌ខៀវហ្នឹងគឺតំណាងឲ្យព្រះមហាក្សត្រប៉ុន្តែដល់ពេលពួកគេអាវលឿងហ្នឹងដូចជាភាគច្រើនតំណាងឲ្យខាងព្រះមហាក្សត្រដែរបាទពួកបាតកោគឺប្រទេសថៃដែលធ្លាប់មានឈ្មោះថាជាសៀមគឺជាប្រទេសមួយស្ថិតនៅកណ្ដាលឧបទ្វីបឥណ្ឌូចិននៅអាស៊ីអាគ្នេយ៍ព្រះមហាក្សត្រមង្គត1851-1868បានយកឈ្មោះសៀមធ្វើជាឈ្មោះផ្លូវការរហូតដល់ថ្ងៃទី24ខែមិថុនាឆ្នាំ1939នៅពេលដែលវាត្រូវបានផ្លាស់ប្ដូរទៅជាថៃប្រទេសថៃត្រូវបានប្ដូរឈ្មោះទៅជាសៀមវិញពី1946ដល់1948បន្ទាប់មកវាក៏ត្រូវបានផ្លាស់ប្ដូរត្រឡប់ទៅជាថៃវិញពាក្យថៃនេះបាទមានន័យថាគេថាមនុស្សសេរីជាភាសាថៃគេហ្នឹងបាទប្រមុខរដ្ឋគឺមហាវជ្ជរាលង្កនបាទហើយប្រមុខរដ្ឋាភិបាលចុងមុនអាចឈួតអនុទិនបាទគឺផែថងឋានស៊ីណាវ៉ាត្រាបាទរបបគ្រប់គ្រងគេថាថៃហ្នឹងគឺជារបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញបាទនិងរបបសភាឯកភាពបាទឯកភាគីបានន័យថារបបសភារដ្ឋតូលបាទរាជធានីគឺរាជធានីបាងកកហើយភាសាហ្នឹងយើងដឹងហើយគឺភាសាថៃរូបិយប័ណ្ណរបស់គេគឺបាតហើយសាសនាគឺព្រះពុទ្ធសាសនាជាបន្តយើងពិនិត្យមើលទិន្នន័យសំខាន់ពាក់ព័ន្ធនឹងប្រព័ន្ធធម្មនុញ្ញនយោបាយនិងរដ្ឋាភិបាលថៃជាបន្តទៀតមុនឆ្នាំ1932ស្ដេចថៃគ្រប់អង្គធ្លាប់គ្រប់គ្រងរាជានិយមផ្ដាច់ការគឺអនុវត្តរបបរាជានិយមផ្ដាច់ការក្នុងរាជអាណាចក្រសុខោទ័យព្រះមហាក្សត្រត្រូវបានគេមើលឃើញថាជាធម្មរាជឬព្រះមហាក្សត្រដែលគ្រប់គ្រងស្របតាមគោលការណ៍ធម្មសាស្ត្រប្រព័ន្ធរដ្ឋាភិបាលជាបណ្ដាញនៃរដ្ឋសាមញ្ញរាជដែលគ្រប់គ្រងដោយមេកន្ទ្រាញឬអភិបាលក្នុងតំបន់គេហ្នឹងរាជានិយមផ្ដាច់ការទំនើបនិងរដ្ឋទំនើបត្រូវបានបង្កើតឡើងដោយស្ដេចจุฬาលង្កននៅពេលដែលព្រះអង្គបានផ្លាស់ប្ដូរប្រព័ន្ធអធិបតេយ្យភាពចំណុះដែលមានលក្ខណៈចែកចាយអំណាចទៅជារដ្ឋតូលបាទអញ្ចឹងគឺប្រព័ន្ធអធិបតេយ្យមជ្ឈការបាទហើយគេធ្វើការបែងចែកអំណាចនៅក្នុងទម្រង់ជារដ្ឋតូលនៅថ្ងៃទី24ខែមិថុនា
1932 ខាណារដ្ឋសាដុនគណៈបកប្រជារាស្ត្របានធ្វើបដិវត្តន៍ដោយសន្តិវិធីដែលបានសម្គាល់ដាច់ខាតនៅការចាប់ផ្ដើមនៃរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញបាទអញ្ចឹងបន្តមកពីរាជានិយមផ្ដាច់ការក្លាយទៅជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្រោយបដិវត្តន៍បាទដែលមិនបង្ហូរឈាមដែលដឹកនាំឬក៏ធ្វើដោយខាណារដ្ឋសាដុនបាទជាបន្តទៀតគឺប្រទេសថៃមានរដ្ឋធម្មនុញ្ញនិងរចនាសម្ព័ន្ធអំណាចចំនួន20លើកចាប់ពីឆ្នាំ1932រួមទាំងរដ្ឋធម្មនុញ្ញឆ្នាំ2017ដែលជាច្បាប់ចុងក្រោយនិងបច្ចុប្បន្នបាទឥឡូវដូចជាគេកំពុងតែធ្វើទៀតចាំយើងស្រាវជ្រាវជាបន្តទៀតពេញមួយរយៈពេលនេះទម្រង់រដ្ឋាភិបាលប្រែប្រួលពីរបបផ្ដាច់ការយោធាទៅជារបបប្រជាធិបតេយ្យដោយការបោះឆ្នោតបាទយើងដឹងហើយថៃមានរដ្ឋប្រហារហើយភាគច្រើនហ្នឹងគឺកាន់កាប់ដោយយោធាបាទមេដឹកនាំយោធាកាន់កាប់មួយរយៈទៅបានបំលែងទៅជាការបោះឆ្នោតឲ្យស្របច្បាប់តាមប្រជាធិបតេយ្យវិញអញ្ចឹងទៅហើយក៏កលាប់ចាក់ទៀតទៅមានការគ្រប់គ្រងដោយយោធាដោយមានរដ្ឋប្រហារអីចឹងទៀតទៅបាទត្រឡប់ទៅត្រឡប់មកចឹងហើយបានប្រទេសនេះពិបាកនឹងងើបដែរបាទវាត្រូវរីកចម្រើនខ្លាំងប៉ុន្តែវាសារមានពួកជ្រុលនិយមជាតិនិយមជ្រុលច្រើនបាទចឹងសង្ឃឹមថាពួកក្មេងៗអ្នកដឹកនាំក្រោយៗប្រហែលជាគេអាចនឹងរុញឈប់ឲ្យមានរដ្ឋប្រហារខុសច្បាប់ឬក៏រដ្ឋប្រហារនឹងវាច្រើនពេកបាទរំខានដល់សេដ្ឋកិច្ចគេប្រទេសថៃជាប្រទេសដែលមានរដ្ឋប្រហារធំច្រើនជាងគេទី4អូអស្ចារ្យបាទបំផុតក្នុងពិភពលោកមនុស្សពាក់ឯកសណ្ឋានឬអតីតយោធាដឹកនាំប្រទេសថៃរយៈពេល55ឆ្នាំក្នុងចំណោម83ឆ្នាំបាទគឺរវាង1932ដល់2009បាទអូយោធាកាន់កាប់ច្រើនណាស់បាទក្នុង83ឆ្នាំយោធាកាន់កាប់បាន55ឆ្នាំហើយអញ្ចឹងបានយោធាគេខ្លាំងមែនបាទឥទ្ធិពលដែលធ្វើឲ្យប្រទេសនឹងកលាប់ចាក់ពិបាកនឹងងើបបាទជាពិសេសតែប៉ះពាល់ដល់សេដ្ឋកិច្ចព្រោះអីពួកវាភាគច្រើនហ្នឹងគឺមិនសូវយកចិត្តទុកដាក់រឿងសេដ្ឋកិច្ចទេបាទចាប់តាំងពីខែឧសភាឆ្នាំ2014មកប្រទេសថៃត្រូវបានគ្រប់គ្រងដោយក្រមយោធាមួយដែលហៅថាក្រមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្ដាប់ធ្នាប់បាទនេះយើងធ្លាប់ឮគេនិយាយច្រើនបាទយើងស្រាវជ្រាវថែមទៅនយោបាយថៃត្រូវបានដំណើរការនៅក្នុងរបៀបឬក៏ប្រព័ន្ធរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដោយព្រះមហាក្សត្រទទួលមរតកខ្សែស្រឡាយជាប្រមុខរដ្ឋព្រះមហាក្សត្រថៃបច្ចុប្បន្នគឺព្រះបាទវชิរាលង្កនឬគេហៅថារាមាទី10ដែលបានឡើងគ្រងរាជ្យចាប់តាំងពីខែតុលាឆ្នាំ2016អំណាចរបស់ព្រះមហាក្សត្រមានកំណត់ដោយរដ្ឋធម្មនុញ្ញហើយទ្រង់គឺជានិមិត្តរូបសំខាន់មួយព្រះមហាក្សត្រគឺជាប្រមុខកងកម្លាំងប្រដាប់អាវុធបាទអញ្ចឹងបានគេខ្លាំងណាស់ហើយត្រូវតែគោរពព្រះពុទ្ធសាសនាព្រមទាំងជាអ្នកការពារសាសនាព្រះមហាក្សត្រថៃមានអំណាចតែងតាំងអ្នកស្នងរាជអំណាចអនុញ្ញាតឲ្យអនុម័តលើកលែងទោសបាទនិងផ្ដល់សច្ចាប័នលើព្រះរាជកិច្ចនិងកិច្ចការរដ្ឋនានាព្រះមហាក្សត្រថៃនឹងបានទទួលការជ្រោមជ្រែងជួយសម្រាលការងារពីក្រមប្រឹក្សាព្រះរាជាណាចក្រថៃ
ទូយ៉ាងណាព្រះបាទភូមិពលអបុលយដេតនិងវជ្ជរាលង្កនពេលខ្លះក៏នៅជ្រៀតជ្រែកក្នុងកិច្ចការការទូតដោយសាររដ្ឋធម្មនុញ្ញទាំងអស់បានបើកផ្លូវសម្រាប់ការកាត់សេចក្តីតាមទម្លាប់របស់ព្រះមហាក្សត្រថៃព្រះរាជាណាចក្រថៃមានការគោរពសក្ការៈយ៉ាងជ្រាលជ្រៅព្រះមហាក្សត្រត្រូវបានគោរពហើយបទល្មើសអំពីការប៉ះពាល់ដល់ព្រះមហាក្សត្រត្រូវបានចាត់ទុកជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរនៅក្នុងប្រទេសថៃព្រះមហាក្សត្រត្រូវបានការពារដោយច្បាប់បទល្មើសចំពោះព្រះមហាក្សត្រ Lèse Majesty ដែលអនុញ្ញាតឲ្យដាក់ពន្ធនាគារអ្នករិះគន់នឹងពី3ទៅ15ឆ្នាំក្រោយពីរដ្ឋប្រហារថៃឆ្នាំ2014ប្រទេសថៃមានចំនួនអ្នកទោសពាក់ព័ន្ធនឹងបទល្មើសប្រមាថព្រះមហាក្សត្រខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រជាតិនៅឆ្នាំ2017តុលាការយោធាថៃបានផ្តន្ទាទោសបុរសម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល35ឆ្នាំដោយសារប្រព្រឹត្តបទល្មើសប៉ះពាល់ដល់ព្រះមហាក្សត្រគេនឹងបាទសិទ្ធិមនុស្សនៅក្នុងប្រទេសថៃត្រូវបានវាយតម្លៃថាមិនសេរីលើ Freedom House ចាប់តាំងពីឆ្នាំ2014មកអំពីការបែងចែកអំណាចនៅថៃរដ្ឋាភិបាលត្រូវបានបែងចែកជាអំណាច3អំណាចនីតិបញ្ញត្តិរដ្ឋសភាជាតិមានសមាជិកភាពពីព្រឹទ្ធសភាដែលជាសភាជាន់ខ្ពស់មានសមាជិក250រូបត្រូវបានតែងតាំងទាំងស្រុងនិងរដ្ឋសភាឬក៏សភាតំណាងរាស្ត្រជាសភាជាន់ទាបមានសមាជិក500រូបត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតរដ្ឋធម្មនុញ្ញបច្ចុប្បន្នផ្ដល់អំណាចឲ្យព្រឹទ្ធសភាជ្រើសតាំងនាយករដ្ឋមន្ត្រីរួមជាមួយតំណាងរាស្ត្ររហូតដល់ឆ្នាំ2022ការបោះឆ្នោតជាតិចុងក្រោយបំផុតគឺនៅឆ្នាំ2019ហើយពេលនោះគណៈបកក្នុងគណៈរដ្ឋមន្ត្រីដឹកនាំដោយគណៈបកបាឡាំងប្រជារដ្ឋកាន់កាប់សម្លេងភាគច្រើនហើយមកដល់ឆ្នាំ2026នេះប្រទេសថៃនឹងមានការបោះឆ្នោតនៅក្នុងខែ2ខាងមុខនេះដូចជាថ្ងៃទី14បាទថ្ងៃ10ជាងបាទខែ2ឆ្នាំ2026នេះគេនឹងបោះឆ្នោតថ្មីទៀតហើយពីអំណាចនីតិប្រតិបត្តិមានសមាជិកភាពពីនាយករដ្ឋមន្ត្រីដែលត្រូវបានបោះឆ្នោតដោយរដ្ឋសភាជាតិនិងសមាជិកក្រុមប្រឹក្សារដ្ឋមន្ត្រីផ្សេងទៀតរហូតដល់35នាក់បាទគេមាន35រូបគណៈរដ្ឋមន្ត្រីគេក្រុមប្រឹក្សារដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រតាមសំណើឬក៏ដំបូន្មានរបស់នាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីគឺជាប្រមុខរដ្ឋាភិបាល3អំពីអំណាចតុលាការអំណាចតុលាការត្រូវតែឯករាជ្យពីអំណាចនីតិប្រតិបត្តិនិងអំណាចនីតិបញ្ញត្តិទោះបីជាការកាត់សេចក្តីតុលាការត្រូវបានគេសង្ស័យថាផ្អែកលើកត្តានយោបាយច្រើនជាជាងច្បាប់ដែលមានស្រាប់ក៏ដោយអញ្ចឹងគឺនៅមានបញ្ហាអំពីឯករាជ្យភាពតុលាការដែរបាទនៅប្រទេសថៃនេះហើយគូកត់សម្គាល់នេះមានពួកយោធានិងពួកអភិជននយោជិតបាទពួកអ្នកមានពួកអ្នកកាន់អំណាចយោធាហ្នឹងបាទ the military and bureaucratic
aristocrat នេះបាទពួកនេះនៅមានឥទ្ធិពលខ្លាំងបាទបានគ្រប់គ្រងគណៈបកនយោបាយយ៉ាងទូលំទូលាយចាប់តាំងពីឆ្នាំ1946ដល់ទសវត្សរ៍ឆ្នាំ1980គណៈបកនយោបាយភាគច្រើននៅថៃស្ទើរតែមិនមានរចនាសម្ព័ន្ធស្ថាប័ននឹងណូហើយតែងតែមានអាយុកាលខ្លីដោយសារងាកទៅខុសច្បាប់បាទតុលាការធម្មនុញ្ញគេមានអំណាចប្រកាសរំលាយគណៈបកនយោបាយនានាបាទច្រើនណាស់បាទចាប់តាំងពីឆ្នាំ1992ដល់2006ប្រទេសថៃមានប្រព័ន្ធគណៈបក2បាទចាប់តាំងពីទសវត្សរ៍ឆ្នាំ2000មកគណៈបកនយោបាយ2បានគ្របដណ្ដប់លើការបោះឆ្នោតជាតិថៃមួយគឺគណៈបកភឿកថៃដែលជាអ្នកស្នងតំណែងរបស់គណៈបកអំណាចប្រជារាស្ត្រនិងគណៈបកថៃរកថៃរៀងៗខ្លួននិងមួយទៀតគឺគណៈបកប្រជាធិបតេយ្យគណៈបកនយោបាយដែលគ្រប់គ្រងលោកថាក់ស៊ីនស៊ីណាវ៉ាត្រាបានទទួលសម្លេងតំណាងរាស្ត្រច្រើនជាងគេបាទរាល់ពេលបោះឆ្នោតជាតិចាប់តាំងពីឆ្នាំ2001មករដ្ឋធម្មនុញ្ញក្រោយមកបានបង្កើតប្រព័ន្ធពហុបកយ៉ាងរឹងមាំដែលគណៈបកតែមួយមិនអាចទទួលបានសម្លេងភាគច្រើនក្នុងសភាបានទេបាទដូចជាគណៈបកល្អច្រើនណាបាទ move forward ហើយក្រោយនេះបំលែងទៅជាគណៈបកផ្សេងបាទដឹកនាំដល់យុវជនឃើញល្អច្រើនណាបាទដែលគួរតែផ្ដល់ឱកាសឲ្យគ្នាបានដឹកនាំអានឹងប្រទេសថៃអាចល្អប្រសើរបាទកាន់តែល្អប្រសើរជាងនេះទៀតបាទជាបន្តជាទិន្នន័យសំខាន់ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសថៃគឺជារដ្ឋទោល a unitary state ដោយសេវារដ្ឋបាលនៃអំណាចនីតិប្រតិបត្តិត្រូវបានបែងចែកជា3កម្រិតដោយច្បាប់បាទតាមរយៈច្បាប់ស្តីពីរដ្ឋាភិបាលជាតិឆ្នាំ2534បែរនឹងឆ្នាំ1991បាទដែលជា3ថ្នាក់ហ្នឹងគឺថ្នាក់កណ្ដាលខេត្តនិងថ្នាក់តំបន់ប្រទេសថៃមានខេត្តចំនួន76ដែលជាការបែងចែករដ្ឋបាលកម្រិតទី1គេក៏មានស្រុកពិសេស2ផងដែរគឺបត្តយាក្រុងហើយនិងរាជធានីបាងកកទីក្រុងបាងកកស្ថិតនៅកម្រិតខេត្តដូច្នេះជាញឹកញាប់ត្រូវបានគេរាប់បញ្ចូលទៅជាខេត្តមួយរាល់ខេត្តនីមួយត្រូវបែងចែកទៅជាស្រុកហើយស្រុកទាំងនោះត្រូវបែងចែកទៅជាឃុំជាថ្នាក់រងទៀតឈ្មោះរបស់ទីរួមខេត្តគឺដូចគ្នានឹងឈ្មោះខេត្តឧទាហរណ៍ទីរួមខេត្តឈៀងម៉ៃចង្វាក់ឈៀងម៉ៃគឺเมืองឈៀងម៉ៃឬឈៀងម៉ៃអភិបាលខេត្តនិងប្រធានស្រុកទាំងអស់ដែលជាអ្នកគ្រប់គ្រងខេត្តនិងស្រុករៀងៗខ្លួនត្រូវតែងតាំងដោយរដ្ឋាភិបាលកណ្ដាលខេត្តនានារបស់ថៃជួនកាលត្រូវបានដាក់ជាក្រុមចូលជា4ទៅ6តំបន់អាស្រ័យលើប្រភពនានាបាទភាគ2អំពីប្រទេសថៃយើងស្វែងយល់ប៉ុណ្ណេះហើយសូមអភ័យទោសបើមានការរអាក់រអួលដោយសារបញ្ហាសុខភាពដូចបានអំណោយផលបាទអញ្ចឹងសូមអរគុណជម្រាបលាជួបគ្នានៅវគ្គទី3អំពីប្រទេសថៃជាបន្តទៀតបាទ